លើbên format ខ្លះរបស់យើងដំបូងហើយយើងចូលមកក្នុង Explorer របស់យើងមកបន្តមកទៀតយើងជួយលើ PC ទៅយើងចុច mouse តាមនៅលើ flash ដែលយើងចង់ format តទៅទៀតយើងចូលយកពាក្យ format មកទៀតវានឹងឲ្យយើងហឺExfade នេះដើរលឿននេះ default វាអញ្ចឹងយើងដូរវាមកជា NSS មកអានេះវា smooth ដើរស្រួលជាងអញ្ចឹងអានេះឈ្មោះ class របស់យើងអញ្ចឹងឈ្មោះ class ហ្មងចង់ដាក់អីគេដាក់ឈ្មោះហ្មងមើលណាឈ្មោះ class ហ្មងខុសហើយ A L Y អូខេអញ្ចឹងយើង format មកវានេះពេលយើង warning ថា formatting will erase all data on this to format this click OK to quick is click confirm និយាយបាទគេខកប្រាប់ឯថាបើសិនចង់ format វាអស់ហើយ data ក្នុងហ្នឹងបើនៅបន្តចង់ទៀតអូខេទៅបើសិនជាអ្នកឯងអត់ច្រឡំណាស់ទៀតអ្នកឯងអាច cancel បានអញ្ចឹងណាអីអត់ហួសពេលទេពេលហ្នឹងតែអូខេហួសពេលហើយអញ្ចឹងថាអូខេអីខ្ញុំមានចេតនាចង់ format អញ្ចឹងខ្ញុំ format ទៅអញ្ចឹង format បុជបាត់ឆឹងមិនចេះអញ្ចឹងចាំបន្តិចវាអត់ទាន់ហើយ format តិចសិនមករងចាំមួយបន្តិចមកតោះមកពេល complete វាលោកវាថា format HP V22 នឹង complete ហើយ 3D ហ្នឹងអញ្ចឹង complete ហ្នឹងវាអូខេមកតែកុំមើល try ហ្នឹងណាកុំហ្នឹងឃើញខ្ញុំ format 3D នឹងយើង 3D ដែរមែនទេណាដោយសារកុំព្យូទ័រខ្ញុំអត់មាន 3D បណ្ដោតខ្លះចេញ 3D បើសិនកុំព្យូទ័រខ្ញុំមាន 3D ខ្លះហ្នឹងចេញ E អីតអាណិតឬក៏អីផ្សេងហើយដោយសារកុំព្យូទ័រខ្ញុំមានតែ 3C មួយអញ្ចឹងខ្ញុំអត់ប្រើ 3D អញ្ចឹងมันវាចូលមក D អញ្ចឹងអា letter នេះវាអាស្រ័យទៅលើគេរាប់ពី A B C ទៅហើយអញ្ចឹងមកសួរ try A try B ណាខ្ញុំប្រាប់ហើយថ្ងៃមុនហ្នឹងត្រូវពេល reset up Windows ឃើញហើយ try A try B វាហាយក្នុង system របស់វាអញ្ចឹងវារាប់ពីនេះមក C H D បើយើងមានមួយទៀត E ទៅមក A ហ្នឹងប៉ុន្តែដល់ពេលអានេះវាមាន try G វាស្អី Google វាដោយសារតែវា Google វាដាក់អក្សរ G អញ្ចឹងដល់ពេលដែលវា sync មកគឺវាចាប់ពីអក្សរ G វាធ្វើ mode របស់វាទេហើយបើយើង sync ពីក្រៅមកអាចនឹងជួនកាលគេចាប់ try set ឬក៏ try ពីក្រៅក្រុមខាង network គេចាប់ពីចុងអក្សរវិញពី set មកវិញដើម្បីកុំឲ្យបុកគ្នាអញ្ចឹងណាតែបើ Google វាអានតែវាអក្សរ G ស្រាប់ចាប់ពីអក្សរ G វាឲ្យអាហ្នឹង mode របស់វាទេអញ្ចឹងពេលយើង format រួចហើយចាំមើលថាតើ process ទៅមុខអត់អញ្ចឹង format